នេះជាវីដេអូលើកទី1ដែលខ្ញុំចាប់ផ្ដើមធ្វើ page បងប្អូនហើយមានអ្នកគេដេលខ្ញុំថាខ្ញុំនឹងអត់ចេះធ្វើម្ហូបអត់ចេះថតវីដេអូទេបានជា page ខ្ញុំអត់ល្បីអត់ផ្ទុះចឹងណាពេលហ្នឹងអត់មានបងប្អូនស្គាល់ខ្ញុំទេហើយខ្ញុំទទួលបានការនិយាយរួមទៅមើងងាយជាច្រើនប៉ុន្តែខ្ញុំអត់បោះបង់ទេចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកការដែលខ្ញុំធ្វើវីដេអូលើកទី1ខ្ញុំទទួលបានពីអវិជ្ជមានជាច្រើនហើយជាពិសេសមនុស្សជុំវិញខ្លួនគ្មានអ្នកណាមួយគេគាំទ្រទេចាមានតែគេសើចចំអកខ្ញុំអញ្ចឹងណាចាហើយខ្ញុំអត់បោះបង់ទេដោយសារតែការធ្វើរបស់ខ្ញុំនោះខ្ញុំមិនបានមានអ្នកណាបង្រៀនខ្ញុំទេតាំងពីការកាត់វីដេអូតាំងពីការរៀបចំធ្វើម្ហូបអីខ្ញុំធ្វើខ្លួនឯងទាំងអស់ចាហើយខ្ញុំចេះអីខ្ញុំធ្វើនៅអញ្ចឹងណាការនិយាយស្ដីក៏ខ្ញុំដឹងថាការនិយាយស្ដីលើកទី1របស់ខ្ញុំក៏វាមិនល្អឥតខ្ចោះដែរសំបីតែសប្តាហ៍ថ្ងៃហ្នឹងក៏និយាយអត់ដឹងក្បាលកតុយអីដែរបងប្អូនពេលខ្លះនិយាយរៀបពាក្យនិយាយនេះណាប៉ុន្តែចេញនោះអញ្ចឹងពាក្យពេចន៍ដែលខ្ញុំនិយាយរៀបរាប់នៅក្នុងវីដេអូហ្នឹងមិនថាពីដើមមកឬក៏ពេលបច្ចុប្បន្ននេះគឺនៅតែមានចំណុចខ្វះខាតហើយខ្ញុំដឹងខ្លួនឯងតែអ្វីដែលសំខាន់វាបានបង្រៀនខ្ញុំឲ្យខ្ញុំដឹងថាពេលដែលយើងចាប់ផ្ដើមណាគឺយើងអត់ចេះអីគ្មានអ្នកណាគេចាំជួយយើងគ្មានអ្នកណាគេគាំទ្រយើងក្រៅពីខ្លួនយើងទេគឺខ្ញុំនៅជាមួយខ្លួនខ្ញុំជានិច្ចមិនថាពីពេលចាប់ផ្ដើមឬក៏ពេលបច្ចុប្បន្ននេះហើយខ្ញុំនៅតែជាខ្លួនឯងជានិច្ចហើយវាបានបង្រៀនខ្ញុំថាអ្វីក៏ដោយនៅពេលដែលគ្មានអ្នកណាគេគាំទ្រយើងគ្មានអ្នកណាគេនៅក្បែរយើងមិនមែនមានន័យថាជីវិតយើងមួយហ្នឹងនឹងត្រូវចប់ត្រឹមហ្នឹងទេឲ្យតែយើងដឹងថាយើងស្រឡាញ់អីយើងចូលចិត្តអីហើយធ្វើអ្វីដែលជាខ្លួនយើងហើយពេលដែលខ្ញុំចាប់ផ្ដើមខ្ញុំគ្រាន់តែចង់ធ្វើទេដោយសារតែឃើញគេធ្វើវីដេអូនៅលើប្រព័ន្ធសង្គមមួយហ្នឹងហើយខ្ញុំឃើញថាភាពល្បីល្បាញគេហ្នឹងមើលទៅដូចមិនពិបាកទេប៉ុន្តែមិនមែនទេបងប្អូនគ្រប់យ៉ាងគឺត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសពាក្យសម្ដីហើយនឹងការបង្ហាញព្រោះវាជះឥទ្ធិពលដល់អ្នកមើលវីដេអូរបស់យើងដូចខ្ញុំនិយាយសម្ដីមិនល្អអញ្ចឹងខ្ញុំធ្វើរឿងមិនល្អវាជះឥទ្ធិពលទៅអ្នកដែលគាត់មើលវីដេអូខ្ញុំដូចគ្នាឥឡូវបកមករឿងដែលខ្ញុំនិយាយនៅក្បាលវីដេអូទោះបីជាពេលដែលខ្ញុំចាប់ផ្ដើមគ្មានអ្នកណាម្នាក់គាំទ្រខ្ញុំមានតែមនុស្សចាំជន់ខ្ញុំមើលងាយខ្ញុំក៏ខ្ញុំនៅតែជាខ្លួនខ្ញុំមិនដែលយកពាក្យសម្ដីអត់បានការទាំងអស់នោះមកដាក់នៅក្នុងខ្លួនទេប៉ុន្តែគ្រាន់តែខ្ញុំចង់និយាយជាសារចែករំលែកថាមនុស្សយើងមិនថាមានអ្នកជួយយើងមិនមានអ្នកមិនជួយយើងកុំខ្វល់អ្វីដែលសំខាន់យើងត្រូវតែដើរទៅមុខហើយដើរដោយភាពស្មោះត្រង់ហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងព្រោះជីវិតរបស់យើងម្នាក់វាមិនងាយស្រួលទេពុកម៉ែបងប្អូនដោយទម្រាំតែខ្ញុំមានគ្រួសារកក់ក្ដៅដោយសប្តាហ៍ថ្ងៃនេះគឺខ្ញុំដើរដោយភាពស្មោះត្រង់ខ្ញុំយកភាពស្មោះត្រង់ជាគោលអញ្ចឹងអ្វីដែលខ្ញុំទទួលបានគឺគ្រួសារមួយដែលកក់ក្ដៅក្តីស្រឡាញ់ពិតប្រាកដដោយបងប្អូនបានឃើញ